ត្រាំបដិសេធដាច់អហង្ការក្រោយអេរ៉ង់ដាក់លក្ខខណ្ឌដែក8ចំណុចដើម្បីបញ្ចប់សង្គ្រាមស្ថានភាពរវាងសហរដ្ឋអាមេរិកនិងអេរ៉ង់កាន់តែឡើងកម្ដៅខ្លាំងបន្ទាប់ពីទីក្រុងទេសអេរ៉ង់បានឆ្លើយតបទៅនឹងសំណើសន្តិភាពរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំដោយបានដាក់លក្ខខណ្ឌតបវិញចំនួន8ចំណុចដែលធ្វើឲ្យលោកត្រាំប្រកាសថាមិនអាចទទួលយកបានទាំងស្រុងលក្ខខណ្ឌសំខាន់ៗទាំង8របស់អេរ៉ង់រួមមានបញ្ឈប់សង្គ្រាមជាបន្ទាន់ធានាសុវត្ថិភាពដោយមិនឲ្យមានការវាយប្រហារទៅលើអេរ៉ង់ជាថ្មីដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទាំងអស់បញ្ឈប់ការប្រយុទ្ធនៅលើសមរភូមិអេរ៉ង់ត្រូវគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្ត្រហូម៉ូសអាមេរិកត្រូវបញ្ឈប់ការបិទគប់ផ្លូវទឹកលុបចោលទណ្ឌកម្មប្រេងក្នុងរយៈពេល30ថ្ងៃដោះលែងទ្រព្យសម្បត្តិរបស់អេរ៉ង់ដែលត្រូវបានបង្កភ្លាមបន្ទាប់ពីទទួលបានលក្ខខណ្ឌនេះប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្ហោះលើបណ្ដាញសង្គម True Social ថាលោកមិនពេញចិត្តនឹងច្រានចោលលក្ខខណ្ឌទាំងនេះទាំងស្រុងដោយចាត់ទុកថាជាសំណើដែលមិនអាចទៅរួចនេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានថាសនឹមនិង BBC